រដ្ឋាភិបាលយើងគាត់ដូចវាថាគាត់ធ្វើអត់ដឹងអត់លឺបង្ើយកតាយមួយពួកខ្ញុំថ្ងៃប្រជាពលរដ្ឋគាត់មានអារម្មណ៍ថាដូចកូនកព្រាម៉ែកព្រាឪដល់មានកោដៅទេធកុំធ្វើកូនតាយសមបងវជួយរៀងក្រក្រៃនាងខ្ញុំឈ្មោះទេប៉ានីនៅភូមិ22តំបន់បឹងកក់ខ្ញុំរស់នៅកំពតទេស្រុកកំណើតរបស់ខ្ញុំនៅខេត្តកំពតស្រុកកំពង់ត្រាចគ្រួសារខ្ញុំមានការលំបាកក្រអូថ្ងៃអងតាំងពីដល់ធំខ្ញុំនឹកស្មានថាខ្ញុំបាននៅផ្ទះហ្នឹងចាព្រោះផ្ទះនៅកណ្ដាលក្រុងហ្នឹងហើយនៅចិត្តសាលារៀនចិត្តពេទ្យហើយយើងអាចកសាងអនាគតបានល្អថ្ងៃក្រោយការខ្ញុំទិញដីនៅបឹងកក់ហ្នឹងតាំងពីឆ្នាំ1993ពុកម្ដាយគាត់អ្នកទិញឲ្យបកគោលឲ្យទេថាយើងរៀបការឲ្យអញ្ចឹងគាត់គោលឲ្យយើងណាទិញភ្លាមយើងជុលធ្វើថ្មីឲ្យបន្ថែមមុខអីចឹងមួយទៀតណាដើម្បីបើកកន្លែងរកស៊ីឥឡូវនៅផ្ទះហ្នឹងខ្ញុំរកស៊ីទី1គឺខ្ញុំបើកធ្វើអាជីវកម្មធ្វើស៊ុំហ្នឹងហើយស៊ុំគំនូស៊ុំរូបថតខ្ញុំបោះឲ្យគេធ្វើបោះនៅសាលារចនាហើយមួយទៀតខ្ញុំបើកអាផ្ទះមុខដែលខ្ញុំធ្វើហ្នឹងខ្ញុំលក់ដូចជាគ្រឿងក្អូបគ្រឿងអីថាគ្រឿងចាប់រួយស្វាមីខ្ញុំគាត់ធ្វើទាហានចាខ្ញុំរៀបការហើយខ្ញុំរៀបការតាំងឆ្នាំ2003ហ្នឹងហើយឥឡូវខ្ញុំមានបុត្រ2ហើយបុត្រត្រី1បុត្រប្រុស1បងហ្នឹងអាយុ6ឆ្នាំអាប្រុសអាយុ5ឆ្នាំវាអត់បាន5ពេញយើងថា5ឆ្នាំហ្មងទៅធ្វើជាមេធាវីហ្នឹងគោលបំណងរបស់ខ្ញុំមកចង់ធ្វើហ្នឹងសម្រាប់កូនប្រុសប៉ុន្តែកូនស្រីខ្ញុំចង់ធ្វើឲ្យមេធាវីនិងដុកទ័រការក្រុមហ៊ុននឹងមិនតន់ដាក់ទីតាំងមកខ្ញុំរកស៊ីបានណាហ្នឹងហើយខ្ញុំក៏គិតក្តីសង្ឃឹមខ្ញុំគិតថាខ្ញុំនឹងបានរស់នៅកន្លែងនឹងរហូតហើយព្រោះអីយើងប្រកបមុខរបរអីវាល្អហើយសុខភាពអីអញ្ចឹងហើយញាតិមិត្តជិតខាងក៏គាត់ល្អមួយពីយើងដែរហើយដល់ពេលអភិវឌ្ឍមកឆ្នាំ2008ហ្នឹងអញ្ចឹងហើយពួកយើងអត់បានដឹងមុនទេតោះថាទីស្នាក់ការគេចុះមកធ្វើនៅនឹងហ្មងបានយើងដឹងហ្នឹងហើយបានភ្ញាក់ព្រឺតហ្មងរដ្ឋាភិបាលគេអត់មានប្រាប់យើងមុនទេណាគេថាឥឡូវដីបឹងកក់នឹងត្រូវជួលឲ្យក្រុមហ៊ុនស៊ូកាកូអ៊ីនអីអញ្ចឹងគេអត់មាននិយាយប្រកាសជាសារព័ត៌មានឲ្យប្រជាពលរដ្ឋដឹងទេគាត់ចាត់ទុកថានៅបឹងកក់នឹងប្រហែលជាអត់មានមនុស្សនៅវិញច្បាស់ថាប្រជាពលរដ្ឋរស់នៅច្រើនអញ្ចឹងវាថាពិបាកយើងមិនអាចទទួលយកបានទេចឹងមិនពួកខ្ញុំចេះថានាំគ្នាចេះតវ៉ាទៅគេលោករដ្ឋាភិបាលគាត់នឹកឃើញគាត់អាណិតមិនត្រូវបោះបង់ប្រជាពលរដ្ឋចោលទេត្រូវតែឲ្យមានប្រជាពលរដ្ឋចូលរួមក្នុងការអភិវឌ្ឍទៅប្រទេសជាតិអភិវឌ្ឍទៅបានល្អប្រសើរប៉ុន្តែចំហចិត្តខ្ញុំមួយគឺខ្ញុំមិនចេញបើសិនជាសំណងមិនសមស្របហើយមកយកផ្ទះដែលខ្ញុំស្រឡាញ់ជាក្តីសង្ឃឹមរបស់ខ្ញុំឲ្យសំណងខ្ញុំតិចតួចខ្ញុំយកទៅគឺពិបាកជាងស្លាប់ទៅទៀតកូនស្រីកូនប្រុសរបស់ខ្ញុំហ្នឹងថ្ងៃខ្ញុំប្រឹងខ្លួនខ្ញុំអត់សូវគិតខ្លួនឯងទេខ្ញុំគិតរឿងកូនរបស់ខ្ញុំទាំងពីរនាក់ហ្នឹងហ្មងហើយព្រោះអីខ្ញុំមួយជីវិតនេះក៏ខ្ញុំមានតែកូនពីរនឹងដែរអញ្ចឹងខ្ញុំធ្វើអ្វីៗគឺដើម្បីកូនឲ្យមានន័យថាឲ្យនៅចិត្តក្រុងអញ្ចឹងដើម្បីឲ្យគ្នាបានរៀនបានខ្ពង់ខ្ពស់ហ្នឹងហើយយើងរកស៊ីអីតិចតួចទៅយើងអាចផ្គត់ផ្គង់គ្នារៀនបានតែបើយើងទៅឆ្ងាយយើងមិនអាចផ្គត់ផ្គង់ដល់រៀនបានចប់ចង់ចប់ដល់ទេមែនយើងមានទឹកចិត្តណាចំហហ្នឹងសុបាយចិត្តនឹងការចូលតស៊ូមតិជាមួយប្រជាពលរដ្ឋប៉ុន្តែយើងពិបាកថងថាយើងនៅផ្ទះយើងរៀបចំកូនយើងហត់តិចណាមានឲ្យសុខភាពអីត្រូវចុះខ្សោយតិចដែរខ្ញុំខ្លះយើងទៅមានជំងឺផ្លូវចិត្តមានអីគ្រប់សពបែបយ៉ាងមិនខ្ញុំឯងប្រជាពលរដ្ឋខ្លះក៏គាត់ដូចតែខ្ញុំដែរព្រោះអីយើងប្រឈមនឹងការបដិញ្ញចេញដូចគ្នា
តឡាការគ្មានយុទ្ធធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រទេព្រោះប្រជាពលរដ្ឋក្រីក្រគ្មានទឹកប្រាក់អីសម្រាប់តែបុគ្គលឲ្យគាត់ដោះស្រាយយើងបានទេថ្ងៃដែលគេហៅមកយកឯងចូលឡានយើងគិតថាយើងធ្វើនោះវាត្រឹមត្រូវអញ្ចឹងគឺខ្ញុំអត់គិតខ្លាចពីរឿងថាការស្លាប់ការអីទេបើថាអើពួកយើងទៅផ្ទះសម្ដេចខ្ញុំសង្ឃឹមលើវាសនារបស់ខ្ញុំទេវតាគាត់ចាមកធម្មជាតិក៏បង្កើតមកហើយអញ្ចឹងបើថាយើងអញ្ចឹងដដែលសុខចិត្តតស៊ូនៅកន្លែងចាស់វិញហ្នឹងហើយតស៊ូឲ្យដល់ដំណាក់កាលចុងក្រោយខ្ញុំនឹកទាំងខ្លាំងណាស់លុបបានអង្គនឹងអើយនឹងអិនស្បាយយន្តទេធកុំធ្វើកន្តាយសមងវជួយរៀងក្រក្រៃកំពុងអើយរស់នៅក្រុមហ៊ុនអើយអាស្រូវបំផ្លាញគ្មានអាណិតរំលោភសិននឹងលំនៅឋានអាញាធរមូលដ្ឋានធ្វើមិនដឹងទាំងខ្ញុំធ្លាប់រស់នៅតាំងពីក្មេងឥឡូវក្រុមហ៊ុនដាច់មានតុនទិញខ្សាញ់បងពន្លេងចាំមិនភ្លេចគេញោទាំងប្តេងឥឡូវអើយជួបទាំងប្រាំងខែទិញទួចធ្វើម្ដេចនឹងក្រន់ទៅជីវភាពធ្លាំងជុំផ្ទួនអង្គភិវ័នជៀនរៀងស្ទើអង្គពីខ្លួន